សួស្តីអ្នកនាង វីដេអូនេះដែរមកនិយាយពីការបង្កើត web server នៅក្នុង Windows Server 2022 ដោយជាដំបូងអ្នកត្រូវបង្កើតថាអ្នកនាងមាន static IP ដែលចូលទៅកាន់ local server ហើយនេះជា IP static របស់ខ្ញុំបើអ្នកនាងចង់ដូរដំបូងធ្វើការចូលទៅកាន់ control panel ឬ power comment ថា IP config ហើយនេះជា IP របស់យើងតបមកយើងចូលទៅកាន់ control panel ហើយ network ហើយ network sharing នេះតបមកចូលទៅកាន់ internet ហើយចូល property មកហើយ IPv4 ហើយកន្លែងនេះអ្នកនាងត្រូវការដូចគ្នាដើម្បីកុំឲ្យវា error IP នេះមក IP នេះការដូចគ្នាទាំងអស់ទៅចុចទៅ OK close ហើយបិទទៅឥឡូវចូលដល់ការ download DNS និង server ទៅកាន់ចូល add role repository នេះមកហើយចុចពាក្យថា server selection server role download DNS នេះមួយជាមួយនឹង web នេះមួយទៀតហើយចុចពាក្យថា next ហើយ install វាទៅបន្ទាប់ពីអ្នកគ្នា install ហើយអ្នកគ្នាចុចទៅកាន់ tool នេះ tool លើនេះតបមកចុចពាក្យថា DNS ហើយបង្កើត reverse 0មួយមក new 0 next ទៀតមកកន្លែងនេះ next ទៀតឆែកដាក់ឈ្មោះថា website.kh ដាក់ឈ្មោះក៏បានដែរអ្នកគ្នាតែហ្នឹងតមកចុចពាក្យថា next allow both ចុច next ទៀតមកចុច finish តមកធ្វើការបង្កើត reverse 0មួយទៀត new 0 next next ទៀតមក IPv4 next ទៀតដាក់ IP របស់យើង 192.168.1 next ទៀត allow both next ទៀត finish តមកធ្វើការបង្កើត record AAA នេះដាក់ឈ្មោះថា web ពីអត្រា 192.168.1.9 add host OK មួយទៀត web IP 192.168.1.9 នេះគ្នាហើយ add មកអូខេដាក់ web ដូចគ្នាការលុបចោលសិនwww 192.168.1.9 create host អូខេហើយចុចដាក់ដានតមកធ្វើការកើត like របស់ record នេះបានហើយការបិទបន្ទាប់មកយើងធ្វើការបង្កើត template មួយឬក៏ទៅ download ក៏បានដែរថា free CS template នេះ CS template ចុចមកហើយធ្វើការ download ទៅ download មួយណាក៏បានដែរបន្ទាប់មកធ្វើការចូលទៅកាន់ IIS បន្ទាប់មក collect link server របស់យើងមកចូល site ហើយ click add new site ហើយឈ្មោះថា website ហើយ patch វាមកហើយវាមានទុកនៅ drive C template 2 អូខេហើយអាសាយ IP របស់យើង www.website.kh តមកចុចពាក្យ OK មកឥឡូវធ្វើការតេស្តអ្នកគ្នា
ខេឥឡូវចូលដល់ website ហើយអូខេហើយកន្លែងនេះអ្នកគ្នាត្រូវដាក់ដល់ page វាឧទាហរណ៍ website បានអ្នកគ្នានៅក្នុងនេះបានអ្នកគ្នាដាក់ធំនេះ select យកតានេះអត់ចូលទេទៅដាក់ដល់ថ្ងៃនេះបានពេលសូទៅវាដើរហើយទៅដាក់ថាសាងដាក់ web.site.com អូខេ .kh តែអ្នកគ្នាដាក់ដល់ហ្នឹងបានវាដើរដោយសារនេះខ្ញុំបានបង្កើតអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងទេអរគុណអ្នកគ្នាសម្រាប់ការតាមដាន